ចូលដល់ខែភ្លៀងភ្លាមនិយាយទៅមុខម្ហូបដែលខ្ញុំនឹកឃើញមុនគេហើយឆ្ងាញ់ណាបងប្អូនខ្ញុំចូលចិត្តធ្វើណាស់ខផកបែបរៀងទឹកខាប់អញ្ចឹងណាគឺមានជាតិមែនតែនជាពិសេសបានខលេត្រីពោរៀងខ្លាញ់តិចទៀតទៅមានជាតិណាចាចំពោះរបៀបខរបស់ខ្ញុំនិយាយទៅអត់មានអីពិបាកទេបងប្អូនគ្រឿងក្រៅដែលខ្ញុំត្រូវមានណាគឺខ្ញុំប្រើខ្ទឹមសនិងឲ្យរៀងច្រើនខ្ទឹមសនិងម្ទេសគឺខ្ញុំយកទៅបោកក៏បងប្អូនអត់បានយកទៅច្រាមទេធ្វើបែបនេះបានខ្ទឹមយើងឈ្ងុយល្អខ្ញុំកូរខ្ទឹមនេះចោះឡើងជាមួយនឹងម្ទេសមើលថាវាមានក្លិនឈ្ងុយហើយដាក់ស្ករត្នោតនេះចូលតាមក្រោយទៀតកូរស្ករនេះឲ្យឡើងពណ៌ជើងក្រងសិនណាបងប្អូនចំណាប់ផុកសាច់នឹងចូលចំពោះបរិមាណប្រហុកគឺខ្ញុំប្រើរៀងច្រើនដោយសារតែខប្រហុកគឺយើងត្រូវការរសជាតិដិតប្រហុកបន្តិចចាបានញ៉ាំជាមួយនឹងលក់ឆ្ងាញ់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចអីនេះគឺយើងដាក់ចូលតាមក្រោយមកពេលដែលយើងថែមគ្រឿង3មុខនឹងចូលធ្វើឲ្យខរបស់យើងនឹងកាន់តែឈ្ងុយហើយជាពិសេសធ្វើឲ្យត្រីរបស់យើងកាត់ក្លិនឆ្អាបបានល្អទៀតត្រីគឺខ្ញុំមានពីរប្រភេទដែរមានត្រីពោនិងត្រីផ្ទុះបងប្អូនបន្ទាប់ពីដាក់សាច់ត្រីចូលកន្លុកហើយថែមសាច់ជ្រូក3ជាន់ចូលត្រប់ពេជ្រញងត្រប់វែងនិយាយទៅបន្លែដែលខ្ញុំយកមកខនេះមានតែពីរមុខនឹងទេដែលធ្វើឲ្យខរបស់យើងឆ្ងាញ់ចំពោះបរិមាណទឹកវិញគឺខ្ញុំចាក់ត្រឹមតែ1លីត្រសាច់ត្រីទេបងប្អូនបន្ទាប់មកទៀតដាក់ប៊ីចេងចូលនិងទឹកអំពិលទុំនេះចូលតាមក្រោយចំពោះរសជាតិគឺខ្ញុំយករសជាតិបែបមានជាតិជូរតិចៗនៅក្នុងហ្នឹងណាបងប្អូនរងាស់នេះគឺខ្ញុំប្រើភ្លើងតិចមកល្មមរយៈពេលនៃការរងាស់របស់ខ្ញុំប្រើពេល20នាទីទឹកខបែបរៀងខាប់អញ្ចឹងចេញជាតិពីសាច់ត្រីផងនិងសាច់ជ្រូកទៀតគឺថាមានជាតិណាស់ឆ្លៀតពេលខឆ្អិនហើយចង់មកណែនាំឲ្យបងប្អូនបានស្គាល់ជាមួយនឹងសាប៊ូដែលខ្ញុំប្រើជាប្រចាំថ្ងៃហើយគុណភាពហ្នឹងគឺល្អទៀតអញ្ចឹងហើយចង់ណែនាំឲ្យបងប្អូនបានស្គាល់ជាមួយនឹងសាប៊ូផ្ការាំជាប្រភេទសាប៊ូម្សៅដែលមានក្លិនក្រអូបស្រស់ស្រាយជម្រះស្អាតត្រឹមតែការបោកគក់តែម្ដងគត់សម្លៀកបំពាក់រស់រវើកដោយការរាំក្លិនក្រអូបប្រហើបចំពោះសាប៊ូការរាំនេះបង្កើតឡើងដោយកូនខ្មែរដើម្បីគ្រួសារខ្មែរប្រើដោយទំនុកចិត្តការប្រើប្រាស់ជាមួយនឹងសាប៊ូការរាំនេះបងប្អូនកុំព្រួយបារម្ភថាពេលដែលយើងចូលមកបោកជាមួយនឹងដៃអញ្ចឹងអាចនឹងកាត់ដៃគឺអត់ទេសម្រាប់ខ្ញុំនេះមួយគឺខ្ញុំអាសាបោកណាបងប្អូនសាប៊ូវិញគឺពពុះបានច្រើនទៀតពេលដែលយើងបោកកៅអៅមានពពុះសាប៊ូច្រើនអញ្ចឹងគឺថាបោកជ្រះល្អណាស់ដោយខ្ញុំនេះជាដើមនិយាយទៅការងារផ្ទះគឺធ្វើរៀងច្រើនបងប្អូនអញ្ចឹងហើយយើងត្រូវជ្រើសរើសផលិតផលណាដែលល្អហើយមានគុណភាពទៀតទៅប្រើមកបានពេញចិត្តអញ្ចឹងមិនចង់មកណែនាំឲ្យបងប្អូនស្គាល់ជាមួយនឹងសាប៊ូផ្ការាំធានាឲ្យថាបងប្អូនយកទៅប្រើទៅអត់ឲ្យខកចិត្តទេដោយសារតែខែនេះក៏ចូលដល់ខែវស្សាទៀតយើងបោកកៅអៅហាលមិនស្រួលនឹងអត់ស្ងួតហើយធំក្លិនកៅអៅផ្អួរអញ្ចឹងបងប្អូនអស់ក្តីបារម្ភមិនប្រើជាមួយនឹងសាប៊ូផ្ការាំដូចខ្ញុំណាគឺសាច់កណាត់កៅអៅរបស់យើងទន់រលាស់ហើយក្លិនក្រអូបប្រហើរទៀតសាប៊ូផ្ការាំគឺមាន4ខ្នាតបងប្អូនខ្នាតតូចជាងគេ15ក្រាម700ក្រាម3គីឡូក្រាមនិងខ្នាតដែលធំជាងគេគឺខ្នាត5គីឡូក្រាមយកមកប្រើដូចខ្ញុំអញ្ចឹងគឺចំណេញមែនទែនបងប្អូនប្រើបានរាប់ខែហើយចំពោះសាប៊ូផ្ការាំនេះគឺមានដាក់លក់នៅតាមទីផ្សារទូទាំងប្រទេសកម្ពុជាឬក៏បងប្អូនចង់ដឹងពីព័ត៌មានបន្ថែមយកទៅលក់បន្តអាចចូលទៅកាន់ទំព័រ Facebook Page BPC Trading គឺខ្ញុំដាក់នៅខាងលើវីដេអូរបស់ខ្ញុំនេះណាចាឥឡូវប្រវែអារម្មណ៍បងប្អូនកលេចមកមើលខរបស់ខ្ញុំបន្ទាប់ពីខឆ្អិនហើយគឺថាឈ្ងុយណាស់បងប្អូនហើយសាច់ត្រីវិញអត់មានបាយសូម្បីតែមួយដោយសារតែខនេះគឺខ្ញុំអត់បានកូរវាចោះឡើងទេពេលដែលយើងខបែបហ្នឹងទៅសាច់ត្រីរបស់យើងបានរឹងល្អហើយជាពិសេសទឹកខហ្នឹងក៏មានជាតិទៀតបើបន្លែវិញគឺថាមានឡើងចម្រោះមុខអញ្ចឹងយកមកញ៉ាំជាមួយនឹងខប្រហុកក៏មានជាតិណាស់បងប្អូនអើយសាច់ត្រីពោមានខ្លាញ់តិចៗនៅពោះវាហ្នឹងញ៉ាំទៅឡើងខ្ទិះពេញមាត់ហ្មងណាអញ្ចឹងហើយសម្រាប់បងប្អូនបើសិនជានឹកមុខម្ហូបអត់តាន់ឃើញទេកុំភ្លេចធ្វើខប្រហុកមួយមុខនេះញ៉ាំផងណាចាឥឡូវនេះការបង្ហាញពីរបៀបធ្វើខប្រហុករបស់ខ្ញុំគឺមានការបង្ហាញតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយទៀតអរគុណ